បាទនេះគឺជារឿងដែលគួរឲ្យសង្វេគខ្លាំងមែនទែនក្មេងប្រុសអាយុ12ឆ្នាំម្នាក់បានវាយក្បាលម្ដាយរបស់វាដោយដំបងបែកក្បាលដោយសារតែនាងជាម្ដាយបានហាមមិនឲ្យក្មេងប្រុសនេះលេងទូរស័ព្ទបន្ទាប់ពីវាធ្វើបែបនេះហើយក្មេងប្រុសបានយកទូរស័ព្ទពីដៃម្ដាយដែលសន្លប់ហើយបន្តលេងតទៅទៀតឯម្ដាយឯនោះវិញបានដេកនៅលើឥដ្ឋអស់រយៈពេល4ម៉ោងបន្ទាប់ពីត្រូវកូនវាយនៅក្នុងអំឡុងពេលនោះកូនប្រុសនាងគឺមិនបានទេរកជំនួយឬប្រាប់អ្នកណាឡើយវាគ្រាន់តែបន្តលេងទូរស័ព្ទរបស់វាដោយធម្មតារហូតដល់ឪពុកវាត្រឡប់មកពីធ្វើការវិញទើបគាត់បានឃើញប្រពន្ធរបស់គាត់ដេកនៅលើឥដ្ឋគាត់ក៏បានប្រញាប់ប្រញាល់នាំប្រពន្ធទៅមន្ទីរពេទ្យបច្ចេកមនិតក៏បានពិនិត្យហើយក៏បានប្រាប់ឪពុកក្មេងនោះថាដោយសារមានការហូរឈាមនៅក្នុងខួរក្បាលធ្ងន់ធ្ងរនិងសន្លប់យូរពេកពេលនេះគឺក្រុមគ្រូពេទ្យកំពុងតែជួយសង្គ្រោះក៏ប៉ុន្តែការហូរឈាមនោះវាយូរខ្លាំងពេកមានន័យថាអ្នកជំងឺប្រឈមនឹងហានិភ័យខ្ពស់នៅក្នុងការក្លាយទៅជាមនុស្សវិកលចរិតរីឯក្មេងប្រុសវាក៏បានប្រាប់ឪពុកវាថាការរងរបួសរបស់ម្ដាយវានេះគឺបណ្ដាលមកពីការរអិលដួលដោយចៃដន្យខណៈពេលដែលវាកំពុងតែដេកហើយវាគឺមិនបានដឹងថាមានរឿងអ្វីកើតឡើងនោះទេអ្វីដែលក្មេងប្រុសមិនបានដឹងនោះគឺឪពុករបស់វាបានដំឡើងកាមេរ៉ាឃ្លាំមើលនៅក្នុងបន្ទប់ទទួលភ្ញៀវដើម្បីការពារប្រពន្ធនិងកូនកាមេរ៉ានោះក៏បានចាប់យកទិដ្ឋភាពដែលគួរឲ្យភ្ញាក់ផ្អើលហើយឪពុកក្មេងបានទូរស័ព្ទទៅហៅប៉ូលីសភ្លាមៗហើយមន្ត្រីក៏ចាប់ខ្លួនក្មេងប្រុសនោះយោងតាមប៉ូលីសក្មេងប្រុសនោះបានសុំការអភ័យទោសពីឪពុករបស់វាជាច្រើនដងក៏ប៉ុន្តែឪពុកវាបានបដិសេធក្មេងប្រុសនោះគឺត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតកម្រិតទី1និងការធ្វើបាបក៏ប៉ុន្តែឪពុករបស់វាគឺមិនបានចូលរួមនៅក្នុងសវនាការនៃតុលាការនោះទេហើយក៏មិនបានផ្ដល់ការអភ័យដល់ក្មេងប្រុសនោះដែរដោយសារតែក្មេងប្រុសនោះទើបតែមានអាយុ12ឆ្នាំចុងក្រោយចៅក្រមក៏បានកាត់ទោសក្មេងប្រុសនោះឲ្យជាប់ពន្ធនាគារ5ឆ្នាំដោយការព្យួរទោសរយៈពេល1ឆ្នាំតែអ្នកទាំងអស់គ្នាគិតថាសារក្រមនេះយុត្តិធម៌ដែរឬទេ